បាទខ្ញុំសង្ហាជាមួយក្រុមការងារសមាគមខ្មែរក្រមនោះឯនេះសូមថ្វាយបង្គំព្រះតេជគុណគ្រប់ព្រះអង្គនិងសូមជម្រាបសួរពូមីងបងប្អូនយើងទាំងអស់បាទថ្ងៃនេះជាថ្ងៃសមាគមខ្មែរក្រមក្នុងតំបន់នោះឯនេះយើងបានប្រារព្ធពិធី Thanksgiving គឺយើងជូនម្ហូបមហាឲ្យអ្នកគ្មានទេសម្បែងហើយកម្មវិធីនេះយើងបានប្រារព្ធឡើងថ្ងៃនេះកម្មការងារយើងតាមពិតកាលពីថ្ងៃវាច្រើនដោយសារឥឡូវចុងក្រោយហើយយើងក៏ពូមីងក៏គាត់អញ្ជើញទៅផ្ទះវិញអស់ហើយអញ្ចឹងយើងសម្រាប់ថ្ងៃនេះគាត់តាក្នុងពេលវេលានេះយើងសូមសម្ដែងការអរគុណដែលពូមីងនឹងចូលរួមឧបត្ថម្ភក្នុងថ្ងៃបុណ្យ Thanksgiving ដែលជូនពួកគាត់នេះអញ្ចឹងខ្ញុំងាកមកខ្ញុំសូមជូនឲ្យបងពងកំទៀងគាត់ជាប្រធានសមាគមខ្មែរក្រមមានជាបបខ្លះហើយបន្តទៀតយើងនឹងអានឈ្មោះអ្នកដែលជួយឧបត្ថម្ភក្នុងថ្ងៃ Thanksgiving នេះបាទសូមអញ្ជើញបងចាអរគុណចាលោកសង្ហាចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយទី1នាងខ្ញុំសូមអរគុណពិសេសគឺជាចាស់ទុំនៅបណ្ដាលចាស់ទុំ Adult Day Care ពួកយើងពួកគាត់និយាយទៅសហគមន៍ឲ្យជួយមែនទែនកម្មវិធីអីក៏អញ្ចឹងដែរគាត់ហៅថា 100% ក្រមទ្រជួយអញ្ចឹងទៅចាស់ទុំយើងនេះគាត់អ្នកខ្លះទៅគាត់ធ្វើសាឡាត់អ្នកខ្លះទៅគាត់នាំគ្នាគាត់ធ្វើសដែកចាមុខម្ហូបចាហើយធ្វើចាហើយចាស់ទុំហើយសេលិនអរគុណច្រើនដែលធ្វើលេងខនធ្វើពោតចាធ្វើពោតអមធ្វើសាឡាត់អមធ្វើហើយបងសែមជួយចេញសូដាចាអញ្ចឹងទៅហើយមានអ្នកច្រើនឧទាហរណ៍ដូចបងថាគឺជាឪពុកមេឃផាន់តិតនេះគាត់ជួយអង្គធ្វើគី2ធំអ្នកតឡងរបស់គាត់តឡងរបស់គាត់ឈ្មោះអីដែរនេះវ៉ាន់បងពូវ៉ាន់យ៉ាសូមអរគុណពូវ៉ាន់ផងដែលកម្មវិធីរបស់យើងការលើកវិនក៏គាត់ថ្នាក់ណែងចូលរួមមែនទែនសូមអរគុណហើយលើកហ្នឹងក៏គាត់ជួយអង្គមន់ទៀតប៉ុន្តែគាត់រវល់មែនទែនគាត់ទៅលេងមួយកូនចៅគាត់ប៉ុន្តែគាត់នៅតែអង្គមន់ឲ្យយើងវិនមួយថ្ងៃសូមអរគុណផងអរគុណច្រើនចាហើយគួរសារផាន់ខ្ញុំគាត់អង្គ4ហើយ4ផាន់គាត់នឹងរាងកាត់ធំក៏កាត់អាំងមន់ធំដូចរាងគាត់ដែរចាហើយចាអរគុណលោកថមលោកថមផងគាត់អ្នកជាម្ចាស់ផ្ទះផងហើយក៏ជាអ្នកឧបត្ថម្ភផងចាហើយកន្លែងធ្វើការហ្នឹងបងស្រីចកាហ្នឹងក៏ជួយអង្គ2ដែរចាហើយបងអែមជួយអង្គ1ហើយសុបិនគាត់ជួយអង្គ2ចាហើយបងទឹកសង្ហា2ដែរហើយស្អីច្រើនមកទៀតមិនមែនតែ2ហ្នឹងទេក៏ក្នុងឱកាសនេះដែរបាទក៏សូមអរគុណដល់មីងអឿងគាត់ជួយមន់មួយកូនហើយនឹងមីងមែនក៏ជួយមន់មួយកូនហើយខ្ញុំបាទទិញមួយកូនទៀតទាំងអស់3កូនហើយនៅខាង Wester ក៏មានបងអឿងប្តីប្រពន្ធគាត់ក៏ជួយអង្គ2កូនហើយថ្ងៃនេះផងដែរក៏មានប្តីប្រពន្ធបានបងនិនមីងកែវមួយនិនក៏បានចូលរួមហើយគាត់យកខោមកច្រើនមែនទែនយកខោមកច្រើនមែនទែនអរគុណច្រើនហើយបងចាអរគុណច្រើនបងជប់ការងារមកណាគាត់និយាយថាហ្នឹងហើយធម្មតាគាត់ធ្វើអរគុណពូមីងច្រើនវាសង្ឃឹមថាមានកម្មវិធីបន្តពូមីងនៅតែចូលរួមហើយឧបត្ថម្ភគាត់ខ្ញុំបន្តទៀតបាទចាហើយនាងខ្ញុំនាមជាប្រធានសមាគមខ្មែរកម្ពុជាក្រមតំបន់នៅអ៊ីងឡង់លើកនេះគឺឆ្នាំនេះគឺជាឆ្នាំទី1ហើយយើងធ្វើបានជោគជ័យច្រើនមែនទែនមានបងប្អូនហើយអ្នកនៅទីក្រុងឡូនោះគាត់មកជួយ volunteer ច្រើនកកហើយបងប្អូនខ្លះគាត់បានឃើញនៅលើ Facebook បានឃើញនៅលើ Instagram ហើយឬក៏ TikTok ហ្នឹងគាត់ឃើញជើងហើយគាត់មករោមហើយគាត់ call ហើយគាត់មក volunteer នេះគឺជាហៅថាទឹកចិត្តសាមគ្គីចាឃើញចឹងហើយយើងធ្វើនេះដើម្បីសង្គមចាពីព្រោះអីយើងនឹកឃើញថាយើងមកដល់ប្រទេសគេហើយយើងហៅថាគ្រប់គ្រាន់ដែរហើយមិនឯងចឹងហើយយើងចង់ចែកកលេសដល់អ្នកគាត់អត់
ហៅថាអត់មានចា តែសម្បែងនៅដឹកអត់បាននេះដូចយើងគាត់មានញាតដូចយើងបងប្អូនយើងពូមីងដឹងស្រាប់ហើយក្នុងរដូវ Thanksgiving គេច្រើនទេអត់ទៅលេងទេគេជុំវិញគ្រួសារគេដុតមន់ហ្នឹងហើយគេនិយាយតង់ទៅគេជួបជុំគ្រួសារគេហើយអ្នក homeless វិញគាត់ដូចជាគាត់ឯកោគាត់គ្មានគ្រួសារទេគាត់គ្មានតែសម្បែងទេគាត់មកដល់ទៅជាហ្នឹងយើងក៏អាណិតអាសូរដល់គាត់ក៏ចែករំលែកជាមហូបអាហារឬខោអាវសម្លៀកសំពាក់ហ្នឹងមានភួយជាដងមានខោអាវនឹងជាដងបាទហើយសូមបញ្ជាក់ឲ្យពូមីងបងប្អូនយើងថាការធ្វើបុណ្យនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតមិនមែនថាយើងទៅវត្តចាំធ្វើបានបុណ្យទេបាទយើងធ្វើនៅទីណាក៏ដោយនឹងជាទានជាធម្មទានយើងឲ្យខោអាវឲ្យមហូបអាហារសំបីពូមីងទិញនំប៉័ងមួយជូនទៅគឺជាធម្មទានមួយដែរបាទហ្នឹងហើយអញ្ចឹងសូមម្ដងទៀតសូមអរគុណពូមីងបាទឧបត្ថម្ភឲ្យជួយរួមជួយផ្នែកខាងមហូបអាហារបាទបន្តទៅទៀតចាខ្ញុំនឹងចាំអន្តតនេះអានដែលចាស់ទុំយើងដែលគាត់បានចូលរួមនៅបណ្ដាលចាស់ទុំនៅ DK យើងចាហើយប៉ុន្តែមិននឹងខ្ញុំផ្ញើមិត្តនេះទៅឲ្យលោកនេះខ្ញុំក៏សូមអរគុណលោក Sydney Lang ដែលលោកគាត់បានចូលមករួមជាមួយពួកយើងដែរហើយគាត់ក៏ជូនម្ហូបអាហារឲ្យអ្នក homeless ដែរអញ្ចឹងហើយអរគុណច្រើនបងដែលបានចូលមកចាហើយឆ្នាំនេះគឺជាឆ្នាំលើកទី1ពួកយើងធ្វើសង្ឃឹមថាឆ្នាំក្រោយបងប្អូនយើងចូលមកច្រើនចាជាងនឹងទៀតហើយរួមការងារច្រើនយ៉ាងឆ្នាំនេះទៀតចាក៏ដូចពូមីងបងប្អូនយើងឃើញមហូបអាហារយើងមួយច្រើនហើយធម្មតាថ្ងៃនេះគេមិនសូវដឹកពួភ្លៀងផងហើយអញ្ចឹងខ្ញុំលេះក៏មិនសូវបានមកកន្លែងយើងច្រើនទេក៏ប៉ុន្តែយើងបានដឹកជូនទៅកន្លែងពួកគាត់និយាយថាយើងបើមិន200ប្រអប់ទៀតក៏នៅតែខ្វះដែរចាខ្វះដែរបាទពួកគាត់យើងត្រៀមជាង200យើងត្រៀមជាង200អញ្ចឹងសរុបមកមន់យើងដុតនឹង15កូន15កូនហើយមួយកូននឹងវា1 ផនវា16ផនក៏មែនចាចឹងលោកនេះសូមលោកអញ្ជើញរៃរ៉ាប់ដែលចាំក្រុមដែលទទួលបច្ច័យជាមួយពួកយើងបាទចាសូមអរគុណអ្នកមីងប្រធានហើយបងសង្ហាជាមួយគ្រួសារពិសេសគឺសូមគោរពចាស់ទុំយើងទាំងអស់តាមរយៈទូរទស្សន៍នេះហើយក៏នេះខ្ញុំសូមបញ្ជាក់ថាខ្ញុំបានបញ្ជានេះពីបងរិគីមកគាត់ជួយគាត់ចាស់ទុំយើង DK ហេតុនឹងអានខ្វះខាតលេខណាសូមធ្វើការអភ័យទោសឲ្យខ្ញុំផងបាទខ្ញុំសូមអានដូចតទៅសូមទុំទៅលោកនេះមិននឹងអានពីព្រោះខាងវៀតណាមបងម៉ៃនឿងគាត់នេះនឹងគាត់អត់បានទៅសេឈ្មោះទេគាត់បានអត់បច្ច័យរួមបាទខ្ញុំសូមអានដូចតទៅគឺលោកគូឆៃគឹមសេង$20អ្នកគូណៃតូ$10លោកអ៊ំមេហួត$10លោកអ៊ំពុលៃ$10លោកអ៊ំដាយ៉ាន$10អ៊ំបងរ៉េន$20ជឿនថុក$9យ៉ែមយិត$10សៅជាមួយ50ជាមួយគ្រួសារគាត់$10អ៊ំធឿនស្វាយ$10អ៊ំគីមសរុន$10សៃសុផាន$5ប៉ែនផល្លា$10អ៊ំខွန်$15អ៊ំណារិន$5អ៊ំសាវី$5ហើយបងរីគីកាត់បានរៀងកេះរីគីបន្តខ្លួនកាត់ជីង$50ហើយគាត់បានរៀងកេះចាស់ទុំតាមសម្បត្តិនឹងបាន$209ដោយឡែកទៀតហើយចំណែកខាងវៀតណាមមានបងស្រីម៉ៃនឿងគាត់រៀងកេះក្នុងប្រអប់សម្បត្តិនឹងយើងគាត់អត់បានកត់ឈ្មោះទេប៉ុន្តែខ្ញុំរាប់លុយនឹងបានចំនួន$152ហើយមានគ្រួសារលោកមៀ Kenley ជាមួយយ៉ាញ់ផលដែលជាដែលជាខ្មែរក្រមយើងដែរគាត់បានចូលរួម$100ហើយចាស់ទុំផ្សេងទៀតគាត់ចូលតាមរយៈណាមីង$40ហើយបងថាំងបងធូជីថាំងជីធូអានថាំងនឹងគាត់ចូលរួម$200ហើយពី Worcester នឹងក៏ចូលរួមតាមបងលិន
ចំនួន$30ដែរបាទសរុបទឹកប្រាក់ទាំងអស់បានចំនួន$709ហ្នឹងណាសរុបទាំងអស់ប៉ុន្តែយើងចាយវាយច្រើនជាងនេះប៉ុន្តែនេះជាអត់ស្អីទេជាបាទអត់អីទេគេជាការយើងធ្វើបន់ណាធ្វើបន់ឲ្យជូនដូចមីងប្រធានកាត់ជាក់ថាយើងមកស្រុកអូកាំងនេះយើងធ្វើឲ្យទៅស្រុកយើងប៉ុន្តែយើងបែរមកមើលស្រុកអូកាំងនេះមានប្រជាជនរស់នៅច្រើនមែនទេមិនថាសាសខ្មែរយើងវៀតណាមអាកាំងស្ប៉េននេះអីច្រើនមែនទេចម្រុះពួកគាត់ក៏ខ្វះខាតដែរពួកគាត់អត់មានផ្ទះសម្បែងស្រួលបួលទេហេតុនឹងអត់មានញាតិផៅអីពឹងផងហេតុនឹងសមាគមខ្មែរកម្ពុជាក្រមយើងឃើញអញ្ចឹងឃើញសភាពការបែបហ្នឹងក៏ផ្ដួចផ្ដើមគ្នាធ្វើឡើងទៅឆ្នាំដំបូងបើមានការខ្វះខាតអីសូមអភ័យទោសឲ្យសង្ឃឹមថាឆ្នាំក្រោយៗទៀតយើងនឹងចូលរួមឲ្យបានច្រើនហើយសង្ឃឹមថាពួកហូមឡេះគាត់ដឹងកាន់តែច្រើនកាត់កាន់មកតែច្រើនទៅរៀបរាប់ម្ហូបអាហារប៉ុណ្ណឹងថាវកាប៉ុណ្ណឹងអត់គ្រប់ទេខ្ញុំជឿថាបើច្រើនទាំងហ្នឹងក៏នៅតែអត់គ្រប់ដែរពួកយើងមានដឹកទៅដល់កន្លែងពួកគាត់ផងណាយ៉ាហេតុនឹងយើងធ្វើឲ្យអស់ពីចិត្តយើងសង្ឃឹមថាបុណ្យកុសលដែលយើងធ្វើនេះឧទ្ទិសជូនដល់ញាតិកាយើងដែលរស់នៅទីណាក៏បានដែរឲ្យគាត់បានទទួលកុសលផលបុណ្យដែលកូនចៅបានធ្វើក្នុងឱកាសនេះឲ្យបានមកចំណែកស្មើភ័ក្រគ្នាបាទជាបញ្ចប់ខ្ញុំសូមអរគុណបើមានខ្វះខាតកន្លែងណាសូមអ្នកមីងប្រធាននិងបងសង្ហាជួយបន្ថែមបាទសូមអរគុណបាទអរគុណហើយលោកទីនេះបានរាយរាប់នេះដែលពូមីងបានចូលឧបត្ថម្ភជាពិសេសខ្ញុំបាទសង្ហាសូមអរគុណម្ដងទៀតពូមីងនៅខាង Daycare គឺកម្មវិធីណាក៏ពូមីងបានចូលរួមទាំងអស់មកនេះជាគាត់ខ្ញុំប្រម៉ែញឹកពេកដែរណាហើយសូមអភ័យទោសពូមីងដូចយើងបាននិយាយគេជាឱកាសមួយដែលយើងធ្វើទានដែរបាទពីព្រោះទានយើងធ្វើកាលណាមិនមានអ្នកទទួលយើងធ្វើបានហើយបើគេអត់ទទួលយើងក៏អត់បានដែរអញ្ចឹងណាអញ្ចឹងនេះជាធម្មទានមួយសម្រាប់ពួក homeless គេគាត់មានតែសម្បែងដែរបាទយើងអស់ពីចិត្តថ្ងៃនេះយើងសូមជម្រាបថាយើងជោគជ័យមែនទែនដោយសារយើងមានខោអាវពូមីងគាត់លើតាមយើងផ្សាយតាមទូកទូតាមប្អូនស្រីម៉ាលីអីហ្នឹងហើយគូគាត់ចែកយកមកខោអាវនៅច្រើនហ្មងបាទប៉ុន្តែយើងនឹងចែកបន្តទៀតហើយពីប្រហូបមហាវិញវាអស់ពីចិត្តថ្ងៃហ្នឹងច្រើនមែនទែនប្រហូបហាក៏ប៉ុន្តែពេលដែលយើងជួលតាមឡានយកទៅប្រឡែងតាមកន្លែងកូនគាត់រស់នៅហើយតាមចំថ្នល់គឺมันគ្រប់ទេបាទมันគ្រប់ទេវាច្រើនមែនទែនខ្ញុំឃើញថាចឹងយើងមនុស្សយើងវាមានកម្មខុសគ្នាយើងបានមកអាកាំងយើងបានតេះនៅជាមានឡានរត់ចឹងណាអញ្ចឹងយើងងាកទៅវិញមើលអ្នកគេអត់ជាងយើងអញ្ចឹងណាអញ្ចឹងការធ្វើនេះជាការខ្ញុំគិតថាវាល្អមែនទែនសម្រាប់ខ្ញុំបាទហើយសង្ឃឹមថាឆ្នាំបន្តទៀតយើងនឹងធ្វើហើយសូមពូមីងនឹងសហការនឹងចូលរួមជាមួយគាត់ខ្ញុំយ៉ាហ្នឹងហើយជួយអត់ជួយអត់ផងយើងនៅខ្វះខាតណាស់ទេនៅបងលីណាបាទជេចុងក្រោយសូមអរគុណបងលីណាសូមទោសបងដែរក្នុងពេលនេះដែលអត់បានតាក់តងបងបាទនៅបងនឹងស្រាប់ហើយកម្មវិធីយើងលេចចូលហើយខ្ញុំមកពី Western ឆ្ងាយដែរអញ្ចឹងទៅវា too late បន្តិចហើយអញ្ចឹងទៅក៏អត់បានតាក់តងជាមួយបងប៉ុន្តែអស់ពីចិត្តបងក៏បានអង្គមន2កូនដែលសូមអរគុណដែលបងបាទបងមិនពីចប់កម្មវិធីយើងចូលរដូវខែតិចហើយបងមានកម្មវិធីអីទៀតទេតាមតាមកាប់ទៅកម្មវិធីផាន់ពួកយើងមានរឿយពិសេសនៅបណ្ដោះចាស់ទុំកម្មវិធីយើងនេះថ្ងៃទីម្សិលមិញពួកយើងក៏ធ្វើកម្មវិធី Thanksgiving ជូនចាស់ទុំនៅ Daycare ដែរចាធ្វើឲ្យគាត់ឲ្យយើងទទួលកាត់បញ្ឆាវចាទទួលបញ្ឆាវហើយក្នុងឱកាសហ្នឹងទៅពួកយើងក៏ជូនគាត់មន់ម្នាក់មួយចាអញ្ចឹងយើង order 130មន់ចា130មន់ចាឲ្យជូនពួកគាត់ចាអត់ត្រូវមន់ធ្វើគេទេបាទចាចាន់សែចាវាចាជូនពួកគាត់ម្នាក់មួយដែរចាហើយក្នុងឱកាសតាម
Christmas ហ្នឹងក៏ពួកយើងធ្វើជូនគាត់ដែរចាឆ្នាំណាក៏ពួកយើងធ្វើជូនចាស់ទុំយើងដែរចាចាបុណ្យ Christmas ជាយើងក៏បានសម្រាប់ទាំងអស់គ្នាហើយ DK កម្មវិធីមិនចេះចប់ទេអត់ចប់ទេលោកនេះមានតែចាតែគេតែជាស្ដីតែយើងអត់បាទខ្ញុំគិតថាយើងខ្វះខាតដែរឆ្នាំដំបូងជឿទេថាយើងជោគជ័យយើងគិតថាជោគជ័យប៉ុន្តែការខ្វះខាតយើងច្បាស់ជានៅមានខ្វះខាតហើយនឹងខ្ញុំមិននឹងបិទបញ្ចប់ក្នុងកម្មវិធីនេះខ្ញុំសូមពេលវេលាឆ្នាំក្រោយយើងនឹងធ្វើថ្ងៃនេះជារៀងរាល់ឆ្នាំហើយនៅកន្លែងនេះក៏ជារៀងរាល់ឆ្នាំដែរហើយនឹងសូមអំពាវនាវដល់ខ្មែរយើងក៏ដូចជាជនជាតិដទៃដែលពួកគាត់មានទឹកចិត្តអាណិតដល់ជនដែលខ្វះខាតដែលអត់មានផ្ទះសម្បែងតែលតលអត់មានញាតខ្វះម្ហូបអាហារខ្វះសម្លៀកបំពាក់ក្នុងខែស្នូនៅស្រុកនេះនៅរដ្ឋ Massachusetts នេះតិចក្រាន់បើដែរស្នូធ្លាក់ច្រើនដែរពួកគាត់ត្រូវការខោអាវក្រាស់ស្រោមជើងមួកភួយអីហ្នឹងបងប្អូនណាមានឆ្នាំក្រោយហើយម្ហូបអាហារនឹងសូមចូលរួមឧបត្ថម្ភពួកខ្ញុំធ្វើព្រីឯងធ្វើជូនគាត់ហូបដោយទឹកចិត្តជ្រះថ្លាធ្វើប៉ុណ្ណេះប៉ុន្តែពួកខ្ញុំក៏ចង់ត្រូវការឲ្យបងប្អូនចូលរួមដែរដោយបងសង្ហាថាយើងធ្វើបុណ្យណាធ្វើទានណាតើតែមានអ្នកទទួលអានឹងបានយើងអាចសម្រេចជាទានបានឲ្យមានអ្នកឲ្យហើយនឹងមានអ្នកទទួលនឹងខ្ញុំសូមការថាយើងខ្វះខាតប៉ុណ្ណឹងណាសូមជួយបងប្អូនមានទឹកចិត្តនឹងសូមជួយឧបត្ថម្ភពួកខ្ញុំឲ្យធ្វើឆ្នាំក្រោយប្រហែលធំជាងនេះព្រោះឆ្នាំនេះភ្លៀងថ្ងៃនេះត្រង់ថ្ងៃភ្លៀងប៉ុន្តែបាទជាង200មន់ជាងមន់ធ្វើគីនឹងជាង10យើងក៏មានដឹកជូនគាត់ដល់កន្លែងដែរពួកហូមឡេសហ្នឹងពួកគាត់អត់មានទេអត់មានឡានអត់មានអីដូចយើងទេយើងរៀបម្ហូបអាហារឲ្យដឹកដល់កន្លែងពួកគាត់ទៀតឆ្នាំក្រោយបើមានការឧបត្ថម្ភច្រើនខ្ញុំជឿថាពួកយើងនឹងធ្វើបានធំយ៉ាងនេះបាទសូមអរគុណសូមចប់ហើយក៏សូមអភ័យទោសផងដែរបើសិនជាមានអ្វីមួយដែលពូមីងមិនពេញចិត្តសូមអភ័យទោសផងជាពីព្រោះនេះជាលើកដំបូងនេះលីវនីគាត់បាននិយាយមិញថាជាលើកដំបូងខ្វះខាតវាជាមិនរួចទេបាទអញ្ចឹងក៏សូមអភ័យទោសពីមានការខ្វះខាតអីហ្នឹងហើយសូមមានអីទៀតទេខ្ញុំក៏ស្មានថាបើសិនណាចាស់ទុំពុកម៉ែបងប្អូនឯងគាត់មានយោបល់អីសុំស្នើសុំជូនដល់ពួកយើងផងចាសុំចូលរួមពួកយើងចារីករាយស្ដាប់ខាងទទួលហើយពួកយើងនេះគឺជាឆ្នាំទី1ដែរដែលបានធ្វើអញ្ចឹងហើយមានការខ្វះខាតដូចលោកនេះមាននិយាយអញ្ចឹងវាមានតែអត់ទេអញ្ចឹងហើយចាមានអីសំកាត់បងមួយពីថ្ងៃមិញខ្ញុំឃើញថាដូចជាខាងក្រុមគេមានជួយមកគាត់ខាង church គាត់ជួយគាត់ចូលមកជួយដែរដូចជា church នៅខាងចិត្តយើងនឹងគាត់លើឃើញយើងពួកយើងធ្វើអញ្ចឹងទៅគាត់នាំគ្នាគាត់មកជួយយើងដែរគាត់ថាបើស្នាមានត្រូវការអីឲ្យពួកគាត់ដឹងគាត់នឹងមកជួយទៀតចានឹង church ចា church នៅខាងPortugal ចាខាង Portugal ចាអញ្ចឹងហើយទីកាក៏ដូចជានេះមើលបងប្រធានគាត់បានពិសាសន៍វិញគាត់ថានេះសមាគមខ្មែរក្រមតំបន់នូអេឡែនថ្មីថ្មងមិនខាតជាការខ្វះខាតទេហើយបើសិនជាមានអីមិនតាន់គួរសមសូមពូមីងបងប្អូនឲ្យយោបល់ជូនយោបល់ចាពួកយើងនឹងទទួលកែឲ្យវាបានល្អហើយធ្វើឲ្យវាជោគជ័យទៅមុខទៀតបាទចានេះសត្វតោះមិនអ្នកថ្មីថ្មមិនតែមានបទពិសោធន៍អីដែរចាបងសូមមានអីជាចុងក្រោយចុងក្រោយខ្ញុំនេះអ្នកស្រីនេះនិយាយថានេះនៅក្នុងចំណោមគណៈកម្មក៏ប៉ុន្តែហៅថាអស់ពីចិត្តអស់ពីពងហ្មងពេលណាក៏អញ្ចឹងដែរពេលយើងធ្វើកម្មវិធីអីក៏អញ្ចឹងដែរអនឡាញអរគុណច្រើនដែលបានហៅថាស្ម័គ្រចិត្តតាំងពីអ្នកតាំងប្តីតាំងប្រពន្ធហ្មងចាអរគុណច្រើនចាកម្មវិធីនេះយើងមិនពីយើងបានពិរោះឡើងហ្នឹងដូចជាពូមីងបានស្ដាប់តាមកម្មវិធីយើងផ្សាយហ្នឹងតាំងពីក្រោយមកលោកម៉ៃកូអញ្ជើញមកម្លេះយើងបានផ្សាយបងចាត្រឹមត្រូវអញ្ចឹងកម្មវិធីមិនពីយើងធ្វើហ្នឹងវាមួយខែណានេះណាមួយចូលចិត្តមួយខែចា
ចា ហើយយើងបានថ្នាក់ណែយើងបានធ្វើជា poster អីច្រើនណាបាទ ចា តែយើងថាជោគជ័យថ្ងៃនេះ ចា បាទហើយអរគុណបងគុំទៀងបាន ចា ផ្ដល់ឱកាសឲ្យយើងធ្វើមុនហើយក៏ ចា អរគុណនេះ ចា ចា បានទាំងអស់គ្នា រៀប បាន ចំ ទាំងអស់គ្នា ចង់ទីនឹងដែរបាទហើយក៏សូមម្ដងទៀតសូមអរគុណពុំវីទាំងអស់ ចាចាអរគុណចាហើយអរគុណដែលឧបត្ថម្ភ យ៉ា ហើយសង្ឃឹមថាក្នុងអនាគតនឹងឧបត្ថម្ភពួកយើងទៀតចាសូមអរគុណ យើងប៉ុណ្ណឹងហើយយើងសូមបញ្ ចា ចប់ សូម ការដែលអរគុណនៅពុំវីបងប្អូនយើងទាំងអស់ហើយសង្ឃឹមថាយើងនឹងធ្វើជោគជ័យបន្តនៅថ្ងៃខាងនៅឆ្នាំមុខទៀតបាទហើយចឹងសូមថ្វាយបង្គំនិងសូមជម្រាបលាពុំវីបងប្អូនទាំងអស់ ចាសូមអរគុណចា